សិក្សាអំពីរូបមន្ត every if មាន f every is គឺជារូបមន្តគណនារោគមធ្យមភាពតាមលក្ខខណ្ឌច្រើន syntax every if បើកវចោ every rank ខមា criteria rank 1 ខមា criteria 1 ខមា criteria rank 2 ខមា criteria 2បាទបិទវចោវិញមកអញ្ចឹងមើលក្នុង every rank កំណត់ជួរទិន្នន័យដែលត្រូវគណនាជាមធ្យម criteria rank កំណត់ជួរទិន្នន័យដែលមានលក្ខខណ្ឌ criteria កំណត់ cell ទិន្នន័យលក្ខខណ្ឌត្រូវរកតោះអញ្ចឹងយើងមើលការអនុវត្តបាទអញ្ចឹងយើងមើលយើងបង្កើត sheet មួយទៀតឈ្មោះថា every is មាន s ហើយយើងវាយទិន្នន័យខាងលើនេះចូលមកបន្តមកទៀតគឺយើង copy ទិន្នន័យនេះពីលំហាត់មុនមកតោះអញ្ចឹងយើងមើលសំណួរទី1បាទចូលរកបាទ salary ជាមធ្យមសម្រាប់ page ស្មើ m និង location ស្មើភ្នំពេញអញ្ចឹងលក្ខខណ្ឌយើងគឺរក2គឺទី1គឺ page ស្មើ m ហើយនិង location នៅភ្នំពេញទៀតតោះអញ្ចឹងដើម្បីរកទី1យើងវាស្មើ average បាទអញ្ចឹងវាយគ្រាន់តែវាយ ever មកនេះ average មាន s នេះណារួចហើយយើងមើល average rank អញ្ចឹងគឺយើងសេចលើ salary នឹងមកខមាបាទ criteria rank 1អញ្ចឹងគឺ select ជួរដែលទិន្នន័យទី1គឺជួរ search នេះ select ទាំងអស់មកខមាមួយទៀតមកគឺ criteria 1លក្ខខណ្ឌទី1គឺ page ស្មើ m អញ្ចឹង select លើបាទ m ណាមួយមកខមាមួយទៀតយើងមើល criteria rank 2អញ្ចឹងមានតែ select លើជួរទិន្នន័យលក្ខខណ្ឌទី2អញ្ចឹងគឺបាទ location នេះជួរ location បន្ទាប់មកទៀតគឺយើងមើលខមាមួយទៀត criteria 2អញ្ចឹងគឺបាទ location ស្មើភ្នំពេញអញ្ចឹងរកពាក្យភ្នំពេញមកណាបាទបន្ទាប់មកទៀត enter តែម្ដងបាទអញ្ចឹងចម្លើយឃើញ260តោះអញ្ចឹងយើងមើលជាផ្ទៀងផ្ទាត់ចម្លើយមកហេតុអីបានឃើញប៉ុណ្ណឹងអញ្ចឹងទី1គឺយើងមើលក្នុងហ្នឹង page ស្មើ m ហើយ location ផ្លាប់ភ្នំពេញអញ្ចឹងយើងមើលក្នុងទិន្នន័យនេះអត់យកទេនេះណា page ស្មើ m location ផ្លាប់ភ្នំពេញមាន251បាទអញ្ចឹងនេះមួយទៀតបាទនេះមួយទៀតបាទតោះអញ្ចឹងយើងមើលឃើញហើយទិន្នន័យយើងមាន3ហ្នឹងអញ្ចឹងមានន័យថាស្មើនឹង average តោះអញ្ចឹងយើងមើលមាន3បាទទិន្នន័យនេះហើយអញ្ចឹងគឺយើងទី1យើងវាស្មើបាទ30បើវងកញ្ចក់សិលលើលក្ខខណ្ឌនឹង1ខមាលក្ខខណ្ឌនឹង2ខមាមួយទៀតលក្ខខណ្ឌនេះ3បាត់វងកញ្ចក់យើងចែកនឹង3តែម្ដងបាទអញ្ចឹងមើលទិន្នន័យស្មើ260បាទតោះអញ្ចឹងយើងមើលរោសំណួរមួយទៀតគឺទី2រោ salary ជាមធ្យមសម្រាប់បាទ page ស្មើ m និង position ស្មើ manager អញ្ចឹងដូចគ្នាដែរយើងវារួមមុនស្មើបាទ average if មាន s នេះអញ្ចឹងคลิกលើនឹង2ដងមកហើយយើងបានយើង select លើពាក្យនេះ average rank អញ្ចឹងគឺយើង select លើ salary បាទខមាមួយមកបាទ criteria rank 1អញ្ចឹង page ស្មើ m អញ្ចឹង select លើ page បាទខមាមកលក្ខខណ្ឌយើងគឺបាទ mខមាមួយទៀតគឺ rank 2គឺ position នេះ select លើជួរ position ខមាមួយទៀតលក្ខខណ្ឌយើងគឺ position ស្មើ manager អញ្ចឹង select លើ manager មករួច enter បាទអញ្ចឹង salary ជាមធ្យមនេះចម្លើយគឺឃើញ400តោះអញ្ចឹងយើងមើលមើលតើហេតុអីមិនឃើញ400ហ្នឹងអញ្ចឹងនេះ page m ហើយ position manager គឺមាន500បាទនេះមួយទៀតហើយ page m បាទ position manager 500ទៀតបាទនេះមួយទៀត m position manager 200មួយទៀតតែអញ្ចឹងយើងមាន3ទិន្នន័យនេះឯងអញ្ចឹងយើងទី1ស្មើ30បើវងកញ្ចក់ស្លេចលើបាទ500ខមាមក500ទៀតខមាមួយទៀត200បិទវងកញ្ចក់វិញចែកនឹង3ព្រោះមាន3 enter មកអញ្ចឹងគឺ400ស្មើគ្នាតោះអញ្ចឹងយើងស្លេចលើរូបមន្តខាងលើបាទយើងស្លេចលើនឹង mouse ស្ដាម copy escape មកវា apostrophe រួច mouse ស្ដាមចុច paste តោះអញ្ចឹងមួយទៀតគឺយើង select លើទិន្នន័យ400នឹងមករួចយើង copy រូបមន្តខាងលើ escape មកវិញមកវា apostrophe mouse ស្ដាមបាទចុច paste មកបាទអញ្ចឹងឃើញចម្លើយរបស់យើងគឺប្រើរូបមន្តនឹងឯង